ធ្លាប់តែអានបុកសិងក៏អាចដើរលេងតែលើកនេះគេមកអានបុកសិងរកគេងប់ម្ដងម៉ូតុកតាគេឈូតពេកទប់ចិត្តតលាក់លេខតលាក់ទីតាំងអត់បានសាមនឹងបបិលអស់5ជុំរកកន្លែងបើកទម្រាំតែឃើញតិចឃើញគេពាក់ស្អាតតែទៅទិញតាមដែររកទី1នេះពណ៌គេឡើងភីងហ្មងបើមុខតុកតានឹងវិញបបិនមុខខ្ញុំមកមូលដូចគ្នាចាំមើលម៉ូទី2នេះវិញគឺកាន់តែខ្ជូតទៀតហើយអានេះបាត់ដៃណូស័រគ្រាន់តែលើកមកខ្ញុំអស់ស្ដាយបងប្អូនខ្ញុំអត់ងាយពាក់របៀបខ្ជូតចឹងទេមួយទៀតដែរបើយើងពាក់បែបស្យាស្មាទុកថតអីចឹងគឺកាន់តែស្អាតហ្មងបាទមួយទៀតនេះវិញរៀងវែងជាងគេបែបសភាពទុកពាក់លៀបលេអីចឹងណា3ឈុតនេះរៀងស្ទើស្អែកឡើងក៏កំង2ឈុតទៀតពីខាង Two Sister Shop អ្នកដែលគាត់ចូលចិត្តជាប្រភេទពាក់អាវហើយនឹងខោជើងវែងមើលអានេះត្រូវហើយ logo អាវគឺ brand Versace ប៉ុន្តែផ្លែកនេះថងថា brand កៅអៅគឺ Two Sister ដែលជា brand របស់កូនខ្មែរយើងហ្មងណាធ្លាប់តែឃើញគេមានលក់ brand skin care កូនខ្មែររបស់ញ៉ាំស្នាដៃកូនខ្មែរប៉ុន្តែឥឡូវមានកៅអៅកូនខ្មែរហើយពេលដែលពាក់នៅលើខ្លួនមកឡើង fit ហើយបែបកលិបហៃសូហ្មងទូឈុតគេយកក៏ត្រូវតែហៃសូដែរអ្នកនរនេះអាចរកទិញបានពី Page Two Sister Shop ដូចខ្ញុំអីនេះពាក់បន្លំចេញទៅក្រៅក៏បានដែរមួយផ្លែតរៀងអែមដែរមានណាដងសบายចិត្តហ្មងឲ្យទៅទិញកៅអៅបានស្អាតដូចកាតាឡុកហើយបើមកពណ៌ទៀតវិញគឺពណ៌ទឹកប៊ិចគ្រប់កៅអៅដែលខ្ញុំទិញពីខាង Two Sister Shop កាតាឡុកគេមិននឹងក្រៅគឺអញ្ចឹងហើយ line នេះពាក់អត់ជន់គេទេប្លែកថ្មីចម្លែកអារម្មណ៍ហ្មងគេមានកប៉ៅឲ្យសងខាងទៀតតែពិតកៅអៅនេះគឺជា set couple អាចពាក់បានទាំងស្រីទាំងប្រុសតែទូអ្នកអត់មាន couple ក៏អាចពាក់ alone បានដែរមិនជាបញ្ហាទេបើស្រឡាញ់គឺទិញទៅទិញលុយខ្លួនឯងសងគិតច្រើនម៉េះទោះពាក់ឲ្យអត់មានអ្នកមើលក៏យើងពាក់ដេកមើលខ្លួនឯងមានជាការញៀនតលាក់លេខតលាក់ទីតាំងទិញកៅអៅដេកយប់ជាខ្លាំងព្រោះបើទិញតែកៅអៅដើរលេងពេលពាក់បានតែដើរលេងឯងតែបើយើងទិញកៅអៅដេកបានទាំងនៅផ្ទះហើយបានចេញទៅក្រៅញ៉ាំអីខ្ជូតទៀតអ្នកនរនេះអាចរកទិញពី Page Two Sister Shop បានខ្ញុំរក collection នេះរបៀបឡាប៊ូប៊ូទាំង3ឈុតហ្មងតែឈុតទី1អាវខ្មៅដៃខ្លីជាមួយនឹងខោអូយសាច់កណាត់គេឡើងទន់ល្មើយហ្មងពេលពាក់ទៅឡើងតែជាបើឲ្យស្រឡាញ់ទៅស្រឡាញ់ជើងខោវិញព្រោះវាកឆាញ់អញ្ចឹងទៅខ្ជូតណាមួយអាឡងស្រួលអញ្ចឹងជិះទៅឡានទៅតាមខេត្តរាប់ម៉ោងទៅពេញអីលេងធុញហីឥឡូវចូលមកដល់ម៉ូទី2វិញម្ដងអានេះគេពណ៌រៀងបាច់កដោះគោតែអាវដៃវែងដាក់នៅលើខ្លួនហើយវាអត់ធំជាងខ្លួនខ្ញុំពេកគេល្មមម៉ាច់ម្យ៉ាងទៀតពេលពាក់ហើយអត់ឃើញកៅអៅក្នុងនេះណាសាច់វាក្រាស់ល្អពាក់ហើយ comfortable មែនតើដោយសារដេកដល់ឈរអង្គុយអត់មានទាស់កន្លែងណាចង់លើកជើងទាត់គ្នាក៏បានដែរនេះចូលមកដល់ឈុតទី3អានេះវាពណ៌រៀងភីងតែដៃវែងណាស់និយាយទៅវាស្តៀងអាឈុតខ្ញុំពាក់គ្រាន់តែវាខុសរូបហើយពេលយើងពាក់សឡោះចឹងទៅដល់នេះឃើញប្លែកគាត់ចេញរៀងមកអែមហើយឈុតដេកគេនេះចង់សឡោះចង់ដកសឡោះតាមចិត្តបើអ្នកចូលចិត្ត sexy អីគួរចកេះចងចឹងទៅស្អាតម្យ៉ាងណាសាច់គេទន់អញ្ចឹងពេលពាក់អត់ស្គៀបទេគ្រាន់តែពាក់ចូលខ្លួននឹងចង់កេងប៉ុន្តែទូអ្នកនរនេះពាក់ឲ្យមិនគេងក៏មានអ្នកគេថាអីដែរពាក់តដើរលេងក៏បានជាក់ស្ដែងដូចខ្ញុំនេះចឹងជិះឡានទៅណាឆ្ងាយអីខ្ញុំមិនដែលពាក់កៅស្អាតបាត់ទេឈុតគេហ្នឹងឯងគឺស្អាតជាងគេសំខាន់ហ្នឹងគឺទៅលើការស្រួលពាក់ស្រួលអង្គុយតែបើចង់ចោះដើរពាក់ញ៉ាំកាទៀវញ៉ាំអីក៏មានបញ្ញាគេថាអីឲ្យយើងដែរហើយខាងគាត់មិនលក់តែកៅគេយប់ហ្នឹងតែកៅដើរលេងអីក៏ខ្ញុំទិញពីគាត់ដែរព្រោះតម្លៃសមរម្យនេះផេកគេចង់ទិញអីឆាប់ទិញខ្លួនឯង